Hello បងប្អូនមើលវីដេអូមួយនេះតាម158 view ទេឥឡូវខ្ញុំធ្វើការបិទ TikTok ហើយខ្ញុំធ្វើការបើក TikTok វិញចង់ដឹងថា view របស់យើងហ្នឹងបានប៉ុន្មាន view ហើយបាទឥឡូវយើងចូលមើលនេះបងប្អូនគឺឡើងបាន100k view បងប្អូនបាទគឺលឿនមែនតើឡើងបាន 100k ឃើញទេសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកធ្វើការចែករំលែកបងប្អូនជាមួយនឹងការដំឡើងបាទសម្រាប់បងប្អូនមានតម្រូវការក្នុងការតម្លើង view លើ TikTok អញ្ចឹងណាចង់បាន view MM ចែនេះ 1M 2M អញ្ចឹងបងប្អូនអរគ្នាអញ្ចឹងគឺបងប្អូនអរគ្នាប្រើជាមួយនឹង website បាទ website KH Booster បងប្អូនអញ្ចឹងបងប្អូនអរគ្នាអាចប្រើជាមួយនឹង website khbooster.com បាទខ្ញុំដាក់ link ខាងក្រោមហ្នឹងហើយបងប្អូនយក service មួយនេះservice TikTok នេះបាទ TikTok នេះហើយបងប្អូនចូល like category នេះគឺបងប្អូន scroll មកខាងក្រោមបងប្អូនឃើញ TikTok video view នេះមកយកហ្នឹងតែនេះយកនេះមក D10M ហ្នឹងមកបងប្អូនបាទតមកទៀតគឺយើងចូលទៅកាន់TikTok របស់យើងបងប្អូនហើយយកវីដេអូមួយនេះវីដេអូមួយណាក៏បានដែរយកវីដេអូមួយនេះមកបាទហើយយើងធ្វើការចុច like tray 3នេះចុច copy link បងប្អូន copy link ហើយយើងចូលទៅកាន់ website របស់យើងផាសមកបងប្អូនផាស link ចូលហើយកន្លែង quantity នេះគឺយើងដាក់បើសិនជាដាក់ប៉ុណ្នេះ100,000គឺតែ$1ទេបាទស្វីហ្នឹងវាល្អបាទហើយយើងធ្វើការចុច submit មកបងប្អូនគ្នាបាទចុច submit ទៅប៉ុណ្ណឹងមកគឺវានឹងដំណើរការដោយស្វ័យប្រវត្តិហ្មងតតងទៅនឹង view បងប្អូនឥឡូវវាកំពុងតែ processing ហ្នឹងបងប្អូន processing ហ្នឹងបាទអញ្ចឹងគឺយើងចាំមើលទៅលើ TikTok របស់យើងតើវាឡើង view ឯណោះណាបងប្អូនអញ្ចឹង 100% គឺវានឹងឡើង view បងប្អូនបាទហើយមួយវិញទៀតបងប្អូនអរគ្នាតតងទៅនឹងការដាក់លុយចូលគឺយើងចុចពីថា deposit នេះមកបាទ deposit នេះមកកន្លែង amount នេះគឺយើងដាក់ចំនួនលុយចាប់ពី$1ឡើងអញ្ចឹងខ្ញុំធ្វើការដាក់$5ហើយចុច pay now មកវាចេញ QR code ឲ្យបងប្អូនធ្វើការដាក់លុយបានបងប្អូនអរគ្នាបាទអញ្ចឹងងាយៗទេ